ក្នុងឱកាសខួប37ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបបាតកម្មនៅទីលានធានអានមែន4មិថុនា1989 4មិថុនា2026ក្រសួងការបរទេសអាមេរិកបានចេញលិខិតប្រកាសមួយដោយលោក Marco Rubio បានលើកឡើងថាគ្មានការរារាំងរដ្ឋបិទណាមួយអាចមកលុបបំបាត់អតីតកាលបានជាដាច់ខាតលោកបានបន្ថែមថាអ្នកដែលបានបូជាជីវិតដើម្បីការពារសិទ្ធិសេរីភាពសិទ្ធិបញ្ចេញមតិនិងសិទ្ធិប្រមូលផ្ដុំធ្វើបាតកម្មដោយសន្តិវិធីពួកគេនឹងទទួលបានយុត្តិធម៌នៅថ្ងៃណាមួយប្រតិកម្មទៅនឹងលិខិតនេះលោកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាសម្ដីរបស់លោកប្រមុខការទូតអាមេរិកមានលក្ខណៈប្រមាថមាក់ងាយមកលើចិនសម្រាប់ចិនភាសារបស់លោក Marco Rubio គឺជាពាក្យកុហកមិនឆ្លុះបញ្ចាំងអំពីហេតុការណ៍ពិតនៃប្រវត្តិសាស្ត្រនិងបានមាក់ងាយមកលើប្រព័ន្ធនយោបាយក៏ដូចជាមាគ៌ាដ៏រីកចម្រើនរបស់ចិនអ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវសូមឲ្យឈប់យកទ្រឹស្ដីមនោគមវិជ្ជានយោបាយមកជលប្រកួតគ្នាហើយថាសហរដ្ឋអាមេរិកត្រូវតែឈប់លូកដៃកកកកាយក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យឬសិទ្ធិមនុស្សសូមរំលឹកថាការបង្ក្រាបបាតកម្មនៅទីលាន Tiananmen នៅខែមិថុនាឆ្នាំ1989គឺជាទំព័រប្រវត្តិសាស្ត្រមួយដែលពិភពលោកបានចងចាំនិងតែងតែរំលឹកអាញាធរចិនបានអះអាងថាព្រឹត្តិការណ៍នៅទីលាន Tiananmen មានមនុស្សស្លាប់ចន្លោះពី200ទៅ300នាក់ប៉ុណ្ណោះក្នុងនោះមានទាហានច្រើនអ្នកផងតែផ្អែកតាមតួលេខឯករាជ្យផ្សេងទៀតគឺមានបាតកោប្រមាណ 10000 នាក់ដែលត្រូវបានកងទ័ពចិនសម្លាប់នៅរវាងពីថ្ងៃទី3ដល់ថ្ងៃទី4មិថុនាឆ្នាំ1989គូក៏សម្គាល់ថាជារៀងរាល់ឆ្នាំបុណ្យខួបរំលឹកការចងចាំនេះមិនត្រូវបានបណ្ដាញព័ត៌មានក្នុងស្រុកចិនណាមួយហ៊ានលើកមកនិយាយឡើយលើកលែងតែនៅហុងកុងនិងនៅតៃវ៉ាន់ដែលមានសកម្មជនប្រជាធិបតេយ្យរៀបចំពិធីជួបជុំអុជទៀនរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក៏ប៉ុន្តែគិតចាប់ពីឆ្នាំ2020មករដ្ឋអំណាចកុម្មុយនីសប៉េកាំងបានប្រើយន្តការរដ្ឋបិទតាមរយៈការប្រើច្បាប់សន្តិសុខជាតិដើម្បីរារាំងការជួបជុំទាំងអស់នៅហុងកុងឆ្នាំនេះមានសកម្មជនប្រជាធិបតេយ្យហុងកុងប្រមាណ10នាក់ដែរបានព្យាយាមជួបជុំគ្នាមុននឹងត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហុងកុងវិញគេឃើញមានអុជទៀនពណ៌លឿងនៅតាមមាត់បង្អួចអគារដើម្បីរំលឹកវិញ្ញាណក្ខន្ធមុននឹងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនលោកស្រីច័ន្ទពូយីងអតីតប្រធានសម្ព័ន្ធសង្គមប្រជាធិបតេយ្យហុងកុងដៃកាន់ផ្កាកុលាបពណ៌លឿងបានថ្លែងថាលោកស្រីសង្ឃឹមថាប្រជាជនហុងកុងគ្រប់គ្នានឹងមិនភ្លេចនៅទំព័រចងចាំរួមមួយនេះបុរសម្នាក់ទៀតអាយុ29ឆ្នាំដែលបានធ្វើដំណើរពីចិនដីគោកមកហុងកុងក្នុងឱកាសបុណ្យខួបនេះបានថ្លែងថាប្រជាជនចិនដឹងតិចតួចណាស់អំពីទំព័រប្រវត្តិសាស្ត្រនេះលោកបានបន្ថែមថាការតស៊ូចង់បានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពប្រៀបបីដូចជាភ្លើងដែលឆេះក្នុងជម្រៅបេះដូង